សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់និយាយអំពីប្រធានបទមួយទាក់ទងទៅនឹងរដ្ឋាភិបាលយើងគួរតែយកចិត្តទុកដាក់អំពីសុវត្ថិភាពរបស់សិស្សសាលានៅត្រង់ចំណុចដែលត្រូវសិស្សានុសិស្សនឹងឆ្លងកាត់ចេញចូលទៅមកសាលារៀនពីព្រោះថាខ្ញុំសង្កេតឃើញថារហូតមកដល់ពេលនេះរដ្ឋាភិបាលក៏ដូចជាមន្ត្រីដែលពាក់ព័ន្ធត្រូវដោះស្រាយអំពីបញ្ហាសុវត្ថិភាពរបស់សិស្សចេញចូលទៅមកសាលារៀនមកទល់នឹងពេលនេះគឺអត់ទាន់បានរៀបចំល្អគ្រប់គ្រាន់ដែលអាចធានាបានអំពីសុវត្ថិភាពរបស់សិស្សសានុសិស្សនៅឡើយទេអញ្ចឹងហើយខ្ញុំចង់លើកជាទស្សនៈខ្លះក៏ដូចជាការមើលឃើញអំពីទស្សនវិជ្ជានៅប្រទេសគេជាពិសេសគឺនៅប្រទេសកូរ៉េខាងត្បូងនេះថាតើរដ្ឋាភិបាលរបស់គេរៀបចំយ៉ាងម៉េចអញ្ចឹងខ្ញុំនិយាយទៅតាមអ្វីដែលខ្ញុំមើលឃើញថារដ្ឋាភិបាលគេធ្វើយ៉ាងម៉េចហើយយើងគិតថាប្រទេសកម្ពុជាយើងគួរតែធ្វើតាមគំរូគេដែលខ្ញុំយល់ថាវាជាវិធានការឬក៏ជាយន្តការមួយដែលអាចជួយកាត់បន្ថយបានមួយចំណែកធំទៅដល់ហានិភ័យនៃគ្រោះថ្នាក់ចំពោះសិស្សានុសិស្សនៅពេលដែលគាត់ចេញចូលសាលារៀនអញ្ចឹងខ្ញុំសូមលើកនៅ5ចំណុចធំអំពីបញ្ហាទាក់ទងទៅនឹងសុវត្ថិភាពរបស់សិស្សចេញចូលសាលារៀននៅកន្លែងនេះចំណុចទី1នេះអ្វីដែលយើងមិនអាចខ្វះបានគឺការអប់រំផ្សព្វផ្សាយជាការពិតណាស់ការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពរបស់សិស្សកំឡុងពេលដែលគាត់ចេញចូលសាលារៀនជាពិសេសគឺនៅមុខសាលារៀនហ្នឹងពីព្រោះថានៅប្រទេសកម្ពុជាយើងសាលារៀនសឹងតែជាទូទៅហើយគឺតែងតែបែរមុខមករកថ្នល់ធំដែលមានចរាចរណ៍មមាញឹកអញ្ចឹងហើយចំណុចទី1នោះគឺយើងត្រូវតែអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពដែលរួមមានច្បាប់ចរាចរណ៍ផ្លូវគោកមួយទៀតគឺគោលការណ៍នៅតំបន់សាលារៀនហ្នឹងគឺរដ្ឋាភិបាលនឹងអនុវត្តអ្វីខ្លះដែលមានចំណុចទី2ទី3ទី4ជាដើមថា 3-4 ចំណុចហ្នឹងអញ្ចឹងត្រូវដំបូងឡើយមុននឹងយើងអនុវត្តច្បាប់ឲ្យតឹងរ៉ឹងជាកំហិតហ្នឹងគឺយើងត្រូវអប់រំផ្សព្វផ្សាយជាមុនសិនអញ្ចឹងហើយទាំងអ្នកដែលពាក់ព័ន្ធរួមមានអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់នៅតំបន់នោះហើយនឹងសិស្សានុសិស្សត្រូវតែស្វែងយល់អំពីសុវត្ថិភាពនៅតំបន់សាលារៀននឹងឲ្យបានជាមុនសិនបាទចំណុចទី2នោះគឺនិយាយអំពីការបំពាក់នៅសញ្ញាចរាចរណ៍បាទការដំឡើងសញ្ញាចរាចរណ៍នេះគឺជាដំណាក់កាលបន្ទាប់នៅពេលដែលយើងអប់រំផ្សព្វផ្សាយរួចហើយថានៅតំបន់សាលារៀនគឺជាតំបន់ដែលត្រូវយកចិត្តដាក់ខ្ពស់អញ្ចឹងហើយអ្នកដំណើរឆ្លងកាត់ទាំងអស់ត្រូវតែស្វែងយល់ពីតំបន់នេះឲ្យបានច្បាស់ជាមុនសិនដើម្បីបង្ការនៅហានិភ័យដែលអាចបង្កទៅដល់សិស្សានុសិស្សនៅពេលដែលឆ្លងថ្នល់បាទហើយការបំពាក់សញ្ញាចរាចរណ៍នៅតំបន់សាលារៀនហ្នឹងគឺចំណុចទី1គឺរបាំងពុះចែកទ្រូងផ្លូវកន្លែងហ្នឹងគឺដើម្បីបង្ការអីទី1ក្មេងមិនឲ្យក្មេងហ្នឹងឆ្លងកាត់ឆ្វេងឆ្វាយទេគឺត្រូវតែកំណត់ច្រកតែមួយគត់ដែលធានាសុវត្ថិភាពទៅដល់សិស្សានុសិស្សនៅពេលដែលគាត់ឆ្លងចេញចូលទៅមកបាទចំណុចទី2គឺគំនូសឆ្លងថ្នល់ហ្នឹងជាទូទៅគំនូសឆ្លងថ្នល់ធម្មតាគឺមានផ្ទៃពណ៌សមិនអញ្ចឹងណាបាទប៉ុន្តែនៅតំបន់សាលារៀនយើងត្រូវតែដាក់សញ្ញាពិសេសមួយបាទគឺគំនូសឆ្លងថ្នល់ពណ៌លឿងមានតែត្រូវតែបង្ឲ្យអ្នកធ្វើដំណើរនឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ទ្វេដងណាលើសពីតំបន់គំនូសសទូទៅចំណុចមួយទៀតនោះគឺការដាក់លាបបើសិនជាថ្នល់នៅតាមថ្នល់ជាតិគឺមានកស៊ូអញ្ចឹងនៅតាមថ្នល់តំបន់សាលារៀននឹងត្រូវតែលាបកស៊ូពណ៌ក្រហមណាខ្ញុំឃើញនៅប្រទេសកូរ៉េគេលាបកស៊ូពណ៌ក្រហមណាឧទាហរណ៍ថាផ្នែកនៃចរាចរណ៍ខាងស្ដាំហ្នឹងទាំងទៅទាំងមកហ្នឹងផ្នែកនៃចរាចរណ៍ខាងស្ដាំគឺគេលាបផ្ទៃពណ៌ក្រហមហើយ
រហូតមកដល់សញ្ញារហូតមកដល់កន្លែងភ្លើង stop សញ្ញាចរាចរណ៍ហ្នឹងបាទភ្លើង stop ចរាចរណ៍ហ្នឹងគឺមកខាងហ្នឹងខាងស្ដាំខាងហ្នឹងគឺមានសញ្ញាចរាគឺមានកស៊ូពាសកស៊ូពណ៌ក្រហមហ្នឹងតែម្ដងបាទហើយសរសេរអក្សរលេខប៉ុណ្ណាណីតែម្ដងបាទគឺកំណត់ល្បឿនបាទហើយចំណុចមកខាងទៀតក៏ធ្វើអញ្ចឹងដូចគ្នាបាទកន្លែងហ្នឹងគឺតាក់ទងទៅនឹងការដំឡើងសញ្ញាចរាចរណ៍ចំណុចទី2គឺភ្លើងសញ្ញាចរាចរណ៍អានេះគឺมันអាចខ្វះបានតែម្ដងបាទដើម្បីអីពីព្រោះសិស្សឆ្លងចេញចូលទៅមកនោះគឺក៏គោរពទៅតាមភ្លើងសញ្ញាចរាចរណ៍រីឯអ្នកដំណើរក៏ទៅតែគោរពដាច់ខាតនៅតាមភ្លើងសញ្ញាចរាចរណ៍នឹងដូចគ្នាបាទកន្លែងតំបន់ដែលសាលារៀននេះបើនៅប្រទេសកូរ៉េគឺបើសិនជាយើងល្មើសច្បាប់ល្មើសអីគឺគេកំណត់ទោសអាចធ្ងន់ជាងនៅកន្លែងទូទៅបាទគេកំណត់ចំណាំគេអាចបញ្ចូលឈ្មោះយើងទៅក្នុងបញ្ជីដែលគេត្រូវតាមដានអីចឹងទៅបាទក៏ប៉ុន្តែបើនៅស្រុកយើងអាប្រព័ន្ធតាមដានប្រវត្តិរូបបទល្មើសហ្នឹងប្រហែលជាមិនទាន់មានដូចស្រុកគេទេក៏ប៉ុន្តែបន្ទាប់ពីយើងអប់រំផ្សព្វផ្សាយហើយយើងអនុវត្តច្បាប់ទៅលើតំបន់សាលារៀនសុវត្ថិភាពតំបន់សាលារៀនហ្នឹងហើយអញ្ចឹងអ្នកដែលល្មើសហើយថ្ងៃក្រោយប្រកាសជាចំណាំហើយបាទព្រោះកន្លែងហ្នឹងពីនៃគុណនឹង2អញ្ចឹងទៅខ្លាចអស់លុយបាទណាក៏ខ្លាចអស់លុយសំបីខ្ញុំក៏ខ្លាចអស់លុយដែរអញ្ចឹងទៅដល់កន្លែងហ្នឹងយើងត្រូវប្រយ័ត្នបាទប្រយ័ត្នខ្ពស់ណាស់ទៅតែគោរពដាច់ខាតទោះជាមិនមានសិស្សឆ្លងកាត់ក៏ដោយគ្មានសិស្សក៏ដោយត្រូវតែគោរពតាមភ្លើងសញ្ញាចរាចរណ៍នឹងជាដាច់ខាតសិស្សសាស្ត្រនិងសិស្សក៏ដូចគ្នាដែរបន្ទាប់ពីការអប់រំផ្សព្វផ្សាយទៅដល់អំពីសុវត្ថិភាពទៅដល់ពួកគាត់ហើយពួកគាត់ប្រកាសជាគេហៅថាដំបូងយើងមិនសូវស្គាល់ប៉ុន្តែដល់យូរទៅទម្លាប់ដូចគ្នាបាទបានទម្លាប់បានហើយបាទចំណុចទី3នោះគឺការកំណត់ល្បឿនអតិបរមារួមនឹងការបំពាក់កាមេរ៉ាចាប់ល្បឿនដោយស្វ័យប្រវត្តិរដ្ឋាភិបាលកន្លែងហ្នឹងបើសិនជាយើងអត់ទាន់មានលទ្ធភាពដល់តម្លើងកាមេរ៉ាចាប់ល្បឿនដោយស្វ័យប្រវត្តិទេដោយសារតែត្រូវការចំណាយថវិកាអញ្ចឹងយើងអាចដាក់ត្រឹមតែកំណត់ល្បឿនអតិបរមាក៏បានដែរបាទនៅប្រទេសកូរ៉េខាងត្បូងនេះគេកំណត់ល្បឿនអតិបរមាត្រឹម30គីឡូម៉ែត្រក្នុង1ម៉ោងដាច់ខាតបាទអញ្ចឹងប្រទេសកម្ពុជាយើងអាចយកគំរូតាមខ្ញុំធ្លាប់ទៅលេងស្រុកម្ដងពីរដែរឃើញរដ្ឋាភិបាលយើងនៅតំបន់ទីប្រជុំជនគឺកំណត់ល្បឿន40គីឡូម៉ែត្រក្នុង1ម៉ោងបាទកំណត់ល្បឿន40គីឡូម៉ែត្រក្នុង1ម៉ោងក៏ប៉ុន្តែនៅតំបន់សាលារៀននេះជាតំបន់ពិសេសជាងតំបន់ទីប្រជុំជនទៅទៀតអញ្ចឹងរដ្ឋាភិបាលគួរកំណត់ល្បឿនត្រឹមតែ30គីឡូម៉ែត្រក្នុង1ម៉ោងទៅបានហើយបាទអញ្ចឹងការកំណត់ល្បឿននេះបើទោះជាករណីបឋុញញុចអីមិនក៏ដោយក៏អាចមិនមានហានិភ័យទៅដល់អាយុជីវិតរបស់សិស្សានុសិស្សនៅពេលដែលឆ្លងថ្នល់ដែរបាទចំណុចហ្នឹងចំណុចចុងក្រោយគឺចាត់តាំងមន្ត្រីចរាចរណ៍បាទចាត់តាំងមន្ត្រីចរាចរណ៍ហ្នឹងគឺក្នុងតែដំណាក់កាលដំបូងក៏បានដែរឬក៏នៅក្នុងករណីដែលកន្លែងហ្នឹងមានបទល្មើសញឹកញាប់អញ្ចឹងយើងអាចចាត់តាំងមន្ត្រីចរាចរណ៍ទៅអនុវត្តបន្ថែមនៅទីនោះបានជាពិសេសគឺនៅដំណាក់កាលដំបូងដែលរដ្ឋាភិបាលយើងបើសិនជារដ្ឋាភិបាលយើងគាត់ចេញយន្តការនិងវិធានការទាំងអស់នឹងហើយធម្មតាតែងតែមានបទល្មើសហើយដំបូងប្រជាពលរដ្ឋក៏អត់ទាន់ស៊ាំទេបាទប្រជាពលរដ្ឋយើងក៏អត់ទាន់ស៊ាំទេអញ្ចឹងមន្ត្រីចរាចរណ៍ត្រូវតែមានជាចាំបាច់ដំណាក់កាលដំបូងអាចមិនផាកពិន័យក៏បានដែរពីព្រោះ3ខែដំបូងអីយើងដាក់ចាត់តាំងមន្ត្រីចរាចរណ៍ឬក៏អ្នកស្ម័គ្រចិត្តចរាចរណ៍នោះដើម្បីអប់រំផ្សព្វផ្សាយណែនាំគាត់ទៅថាកន្លែងនេះរដ្ឋាភិបាលចាប់ដើមរឹតបន្តឹងចរាចរណ៍នៅតំបន់សាលារៀនហើយអញ្ចឹងថ្ងៃក្រោយទៅកុំឲ្យល្មើសកុំឲ្យអីចឹងទៅអញ្ចឹងយូរទៅបន្ទាប់ពី3ខែប្រជាពលរដ្ឋប្រកាសជាជ្រួតជ្រាបហើយបន្ទាប់ពីនឹងមកបើសិនជាមានបទល្មើសញឹកញាប់ទៀតយើងចាត់តាំងមន្ត្រីចរាចរណ៍ដើម្បីទៅអនុវត្តផាកពិន័យលើគាត់អីចឹងទៅបាទអញ្ចឹងសរុបជារួមមកវិញបាទសុវត្ថិភាពរបស់សិស្សានុសិស្សនៅពេលដែលឆ្លងចេញចូលទៅមកនៅតំបន់សាលារៀនហ្នឹងគឺជាកត្តាសំខាន់ណាស់ពីព្រោះបើរដ្ឋាភិបាលអនុវត្តនៅយន្តការនិងវិធានការខាងលើនឹងបានមានប្រសិទ្ធភាពបង្ហាញអំពីឆន្ទៈរបស់រដ្ឋាភិបាលឬក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសិស្សានុសិស្សនៅពេលឆ្លងថ្នល់ក៏ដូចជាការយកចិត្តទុកដាក់ចំពោះធនធានចំណេះដឹងទៅថ្ងៃអនាគតរបស់ប្រទេសកម្ពុជាយើងផងដែរ
ជាការពិតសុវត្ថិភាពរបស់សិស្សានុសិស្សនៅពេលដែលយើងកន្លែងឆ្លងថ្នល់ហ្នឹងវាមិនមែនជាការទទួលខុសត្រូវតែម្នាក់ឯងរបស់រដ្ឋាភិបាលនោះទេគឺជាការទទួលខុសត្រូវរួមទាំងអស់គ្នាដែលរួមមានទាំងរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តនៅវិធានការសុវត្ថិភាពសម្រាប់សិស្សទី2គឺសង្គមយើងទាំងមូលបាទទាំងមជ្ឈដ្ឋានសាធារណៈទូទៅត្រូវតែស្វែងយល់និងឲ្យតម្លៃទៅលើសុវត្ថិភាពសិស្សនៅពេលដែលឆ្លងថ្នល់ទៅមកកន្លែងហ្នឹងជៀសវាងទម្លាប់បុរាណឬក៏ទម្លាប់ដែលមិនមានសុវត្ថិភាពដែលអាចបង្កហានិភ័យទៅដល់សិស្សានុសិស្សនៅពេលដែលគាត់ឆ្លងចេញចូលទៅមកនៅតំបន់សាលារៀនហ្នឹងហើយអ្នកដែលពាក់ព័ន្ធចុងក្រោយក៏ដូចគ្នាដែរបាទអ្នកដែលពាក់ព័ន្ធហ្នឹងរួមមានសិស្សានុសិស្សខ្លួនឯងផ្ទាល់ដែលឆ្លងកាត់នៅតំបន់សាលារៀនហ្នឹងហើយនិងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់នៅតំបន់សាលារៀនហ្នឹងគឺជាការទទួលខុសត្រូវរួមទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងអាចចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាឬក៏ប្រជាពលរដ្ឋយើងទាំងអស់គ្នាគិតចាត់ទុកថាវាជាចំណេះដឹងមួយឬក៏ជាវីដេអូដែលមានអត្ថប្រយោជន៍យើងអាចចែករំលែកបន្តគ្នាទៅពីព្រោះប្រទេសកម្ពុជាយើងអត់ទាន់មានការរៀបចំបែបហ្នឹងនៅឡើយទេមានដែរប៉ុន្តែមានតិចតួចជាពិសេសមានតែនៅទីក្រុងអញ្ចឹងហើយបើសិនជាវីដេអូនេះអាចចែករំលែកបានទូលំទូលាយទៅរដ្ឋាភិបាលយើងបានឃើញហើយគាត់នឹងអាចងាកមកយកចិត្តទុកដាក់ខ្ពស់ជាងមុនបាទមិនមែនថារាល់ថ្ងៃគាត់មិនយកចិត្តទុកដាក់ទេក៏ប៉ុន្តែគាត់ហាក់ដូចជាគិតថាវាមិនមានស្ថានភាពធ្ងន់ធ្ងរក៏ប៉ុន្តែយើងត្រូវគិតថាមួយករណីក៏ដោយពីរករណីក៏ដោយក៏ជាអាយុជីវិតដែរបាទជាពិសេសគឺជាអាយុជីវិតរបស់សិស្សដែលជាធនធានទៅថ្ងៃអនាគតរបស់ប្រទេសជាតិយើងអញ្ចឹងហើយបើសិនជាវីដេអូនេះមានប្រយោជន៍អ្នកទាំងអស់គ្នាចែករំលែកបន្តទៅដើម្បីឲ្យដឹងទៅដល់អ្នកដែលពាក់ព័ន្ធឬក៏សមត្ថកិច្ចអ្នកដែលមានសមត្ថកិច្ចពាក់ព័ន្ធជាពិសេសគឺរាជរដ្ឋាភិបាលនិងក្រសួងដែលពាក់ព័ន្ធដែលមានសមត្ថកិច្ចត្រូវរៀបចំខាងហ្នឹងបានគាត់សិក្សាបានលឿនហើយអាចឆាប់អនុវត្តបានទូលំទូលាយនិងឈានទៅការអនុវត្តបានទូទាំងប្រទេសបាទហើយក៏កែប្រែនៅទម្លាប់ហានិភ័យរបស់យើងកាលពីមុនចេញហើយបដូរយកមកនៅទម្លាប់សុវត្ថិភាពសម្រាប់សិស្សានុសិស្សនៅពេលឆ្លងថ្នល់ចេញចូលទៅមកទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណបាទសម្រាប់វីដេអូនេះ